អញនោះម្ដងនេះលេងឈុតធំហើយអាចកំបាំងរបស់លោកសំនីនិងលោកហ៊ុនសរិទ្ធនិងលោកអ៊ុនទីនដែលជាម្ចាស់ដីប៉មដែលបរដ្ឋដាក់រហស្សនាមឲ្យនៅចុងឆ្នាំ2025នេះថាម្ចាស់ដីក្បាលប៉ាន់ដែកហ៊ានសាងសង់សំណង់រឹងផ្ទះថ្មចំនួន1ខ្នងនិងសាងសង់រោងធ្វើអំពីឈើប្រក់ស័ង្កសីចំនួន4រោងទៀតក៏ក្លែនបំពានច្បាប់ក្រមបរិស្ថាននោះខណៈពេលនេះត្រូវលោកប្រធានការិយាល័យដែនជំរកសត្វព្រៃស្រុកអូរ៉ាល់ចេញសេចក្តីប្រកាសជូនដំណឹងដល់ចំណុចទីតាំងដីអស់លោកក្បាលប៉ាន់ដែកឲ្យចូលខ្លួនមកដោះស្រាយក្នុងរយៈពេល30ថ្ងៃជាកំហិតនៅចំណុចវាលត្រាំងត្រង់និយមកាលេខ40 49 49 13 19 447ស្ថិតក្នុងភូមិសាស្ត្រស្រែកិនឃុំត្រពាំងជោគស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺក្រោយពីអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយនិងធ្វើសេចក្តីរាយការណ៍ជូនទៅថ្នាក់ដឹកនាំក្នុងខេត្តកំពង់ស្ពឺក៏ដូចជាឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានពាក់ព័ន្ធនឹងលោកសំនីនិងលោកហ៊ុនសរិទ្ធនិងលោកអ៊ុនទីនដែលជាម្ចាស់ដីប៉មដែលបរដ្ឋដាក់រហស្សនាមឲ្យនៅចុងឆ្នាំ2025នេះថាម្ចាស់ដីក្បាលប៉ាន់ដែកដែលតាំងខ្លួនឯងជាប្រធានសហគមន៍ដ៏កោក្លឿនហ៊ានបំពេញយកគ្រឿងចាក់ទៅភ្ជួររាស់ដាំដំណាំនិងសាងសង់ផ្ទះថ្មនិងសាងសង់រោងឈើប្រាក់ដំបូលដែកជាច្រើនកន្លែងលើដីព្រៃរបស់រដ្ឋនិងលើដីដីកាដកហូបយកធ្វើជាកម្មសិទ្ធិឈូសឆាយវាលល្វឹងល្វើយអស់រាប់រយហិកតាទល់ទៅនឹងជើងភ្នំមានខ្វល់ខ្វាយអ្វីបន្តិចសោះមិនដែលស្ដាប់ទៅនឹងសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងបរិស្ថានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលេខ354បស្ពកស្ពនៅថ្ងៃទី30ខែឧសភាឆ្នាំ2023ចេញសេចក្តីប្រកាសជូនដំណឹងនិងយោងតាមចំណាចុះថ្ងៃទី28ខែមេសាឆ្នាំ2023របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានជូនដំណឹងយ៉ាងច្បាស់ថាទីតាំងដីមានដីកាដកហូតនិងប្រកាសបដិសេធនឹងដកហូតដីព្រៃឈើមួយចំនួនត្រូវបានទទួលរងនៃការប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យដោយជាការលួចចូលបោះបង្គោលហុំព័ទ្ធដាក់សញ្ញាសម្គាល់ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិកាប់គាស់រុករានដីព្រៃឆ្កាដុតឈូសឆាយដីព្រៃជួលដីព្រៃសម្រាប់ដាំដំណាំសង់រោងផ្ទះនិងរីសតជាដើមដើម្បីយកដីធ្វើជាកម្មសិទ្ធិនោះក៏ប៉ុន្តែអស់លោកទាំង3ព្រះអង្គមានឈ្មោះដូចខាងលើនេះគឺចូលក្នុងបំរាមខាងលើនេះយ៉ាងពិតប្រាកដ 100% ហើយគួរតែខាងមន្ត្រីជំនាញចុះមកពិនិត្យនិងអនុវត្តច្បាប់ក្រមបរិស្ថានទៅលើបុគ្គលហ៊ានកុសក្លឿននិងការជូនដំណឹងរបស់ក្រសួងបរិស្ថានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលេខ354បស្ពកស្ពនៅថ្ងៃទី30ខែឧសភាឆ្នាំ2023ពីកុសក្លឿននិងដីកាដកហូតដីព្រៃឈើលេខ4018ដកចុះថ្ងៃទី26ខែតុលាឆ្នាំ2018របស់រដ្ឋបាលខេត្តកំពង់ស្ពឺ3កុសក្លឿននិងលិខិតបដិសេធរបស់រដ្ឋបាលឃុំត្រពាំងជោគលេខ1557 21ធ្វើនៅថ្ងៃទី15ខែឧសភាឆ្នាំ2021ចុះហត្ថលេខានិងបោះត្រាដោយលោកមេឃុំត្រពាំងជោលោកទេពណែម4ក៏ក្លឿននឹងលិខិតបរិសេធនិងនារីករបស់លោកមេភូមិស្រែកិនធ្វើនៅថ្ងៃទី23ខែធ្នូឆ្នាំ2023ដោយចុះហត្ថលេខាលោកមេភូមិស្រែកិនលោកអឹមសតនេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងការិយាល័យដែនជំរកសត្វព្រៃស្រុកអូរ៉ាល់សូមប្រកាសជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាកាលពីថ្ងៃទី20ខែតុលាឆ្នាំ2025កម្លាំងមន្ត្រីឧទ្យានុរក្សដែនជំរកសត្វព្រៃភ្នំអូរ៉ាល់ចំនួន3នាក់ដឹកនាំដោយលោកហ៊ុំច័ន្ទប្រធានស្នាក់ការរងស្រែកិនចុះបង្ក្រាបការកាប់គាស់រុករានទន្ទ្រានដីព្រៃនិងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួន1ទីតាំងជាប់នឹងដីកាដកហូតដីព្រៃឈើលេខ4018ដកចុះថ្ងៃទី26ខែតុលាឆ្នាំ2018របស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅចំណុចវាលត្រាំងត្រង់និយមកម្ម40 49 49 13 19
447 ត្រង់និយមការ40 49 49 13 19 447 ឋិតក្នុងភូមិសាស្ត្រភូមិស្រែកិនត្រពាំងជោគស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺដែលប្រព្រឹត្តដោយអញ្ញាតជនបន្ទាប់ពីពិនិត្យជាក់ស្ដែងឃើញថាការកាប់គាស់រុករានឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាតនេះដោយពីក្រមបរិស្ថាននិងធនធានធម្មជាតិមន្ត្រីមានសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតរួមមាន1ដីព្រៃរុករានទំហំ50ហិកតា12អា2ផ្ទះថ្មចំនួន1ខ្នង3រោងធ្វើអំពីឈើប្រក់ស័ង្កសីចំនួន4រោងពុំទាន់រុរើបើជនណាម្នាក់អះអាងថាទីតាំងខាងលើជាកម្មសិទ្ធិរបស់ខ្លួនសូមអញ្ជើញចូលខ្លួនមកបំភ្លឺនិងដោះស្រាយនៅការិយាល័យដែនជម្រកសត្វព្រៃរាល់ម៉ោងធ្វើការក្នុងរយៈពេល30ថ្ងៃគិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសជូនដំណឹងនេះតទៅដោយភ្ជាប់មកជាមួយនឹងឯកសារពាក់ព័ន្ធផ្សេងៗក្នុងករណីហួសកាលបរិច្ឆេទដោយបានកំណត់ខាងលើនៅតែពុំឃើញមានជនណាម្នាក់ចូលខ្លួនមកដោះស្រាយទេការិយាល័យដែនជម្រកសត្វព្រៃចាត់ទុកទីតាំងខាងលើជារបស់អញ្ញាតជនដែលត្រូវអនុវត្តតាមក្រមបរិស្ថាននិងធនធានធម្មជាតិសូមជូនភ្ជាប់គំនូសផែនទីនិងរូបភាពចំនួន2ច្បាប់ធ្វើនៅកំពង់ស្ពឺថ្ងៃទី21ខែតុលាឆ្នាំ2025ប្រធានការិយាល័យខ្លឹមសារទាំងស្រុងខាងលើនេះជាសេចក្តីជូនដំណឹងដល់ក្រុមអស់លោក3ព្រះអង្គដែលមានឈ្មោះខាងលើនេះចំពោះភាពក៏ក្លឿនរបស់ម្ចាស់ដីប៉មក្បាលប៉ាន់ដែកខាងលើនេះអង្គភាពសារព័ត៌មានយើងបានសូមការបំភ្លឺពីលោកមេភូមិស្រែកិនតាមរយៈលេខទូរស័ព្ទនិងលោកមេឃុំត្រពាំងជោគលោកទេពណែមតាមប្រព័ន្ធ Telegram លោកបានឆ្លើយដូចគ្នាថាលោកបានចេញលិខិតបរិសេធនិងនារីកចោលហើយរាល់ការសញ្ញេទិញលក់កន្លងមនុស្សអស់ហើយរឿងបុគ្គលណាយកឯកសារពាក់ព័ន្ធនឹងលិខិតបរិសេធនារីកនោះទៅប្រើប្រាស់លោកថាមិនដឹងនោះទេនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025នោះដែរអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកជាហ៊ានប្រធានអង្គការប្រឆាំងអំពើពុករលួយនិងទប់ស្កាត់ធនធានធម្មជាតិនិងផ្ញើរូបភាពការឈូសឆាយភ្ជួររាស់ដោយគ្រឿងចក្រត្រាក់ទ័រលើដីការដកហូតនិងដីព្រៃរបស់រដ្ឋនៅចំណុចវាលត្រាំងស្ថិតក្នុងភូមិសាស្ត្រភូមិស្រែកិនឃុំត្រពាំងជោស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺតាមរយៈប្រព័ន្ធ Telegram ភ្លាមនោះដែរលោកបានបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើងវិញថាសួរអរគុណច្រើនដែលបានផ្ដល់រូបភាពករណីដែលឈ្មោះហនសរិទ្ធនិងសំនីបានធ្វើការឈូសឆាយភ្ជួររាស់ដីដែលស្ថិតនៅក្នុងដីកាដហូតនិងមិនស្ថិតក្នុងដីកាដហូតដើម្បីភ្ជួរដាំដំណាំលើទីតាំងដីនោះហើយខ្ញុំនឹងចុះពិនិត្យស្រាវជ្រាវអំពីអត្តសញ្ញាណដើម្បីឈានទៅរកដល់ឲ្យជំនាញចាត់ការតាមនីតិវិធីច្បាប់ស្ដីពីក្រមបរិស្ថានទាំងសំនីហនសរិទ្ធម៉មម៉េងសៀងសមែនយូស៊ីថាកុលវិចិត្រដែលមានដីកាដកហូតនៅលើទីតាំងដីដែលរដ្ឋបាលខេត្តធ្វើដីកាដកហូតដើម្បីមានមូលដ្ឋានស្រាវជ្រាវដាក់បញ្ជូនទៅស្ថាប័នក្រសួងបរិស្ថានឲ្យមានចំណាត់ការទៅតាមនីតិវិធីច្បាប់ក្រមបរិស្ថានពាក់ព័ន្ធនឹងករណីខាងលើនេះដែរមហាជនបានសម្ដែងការត្រេកអរនិងអបអរសាទរចំពោះចំណាត់ការឯកឧត្តមបណ្ឌិតអៀងសូផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមបណ្ឌិតឈៀមច័ន្ទសុផាន់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្នុងអាណត្តិទី7នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខណៈនេះឯកឧត្តមបណ្ឌិតឈៀមច័ន្ទសុផាន់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺលោកបានជ្រាបព័ត៌មានហើយទន្ទឹមនឹងដែរឯកឧត្តមនឹងមានចំណាត់ការចាត់ឲ្យខាងជំនាញលោកច័ន្ទថេតធនរៈប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រុកអូរ៉ាល់ចេញជាលទ្ធផលបណ្ដាហើយប្រកបដោយតម្លាភាពទៅលើអ្នកបំពេញហ៊ានក៏ក្លែនលើដីនៃការដកហូតដីព្រៃឈើរបស់រដ្ឋដោយមានឈ្មោះទាំងអស់6នាក់នៅទីតាំងដីខាងលើនេះនឹងបន្តអនុវត្តស្រាវជ្រាវ
វែករកមុខជនពាក់ព័ន្ធ3នាក់ទៀតជាម្ចាស់ដីនៅទីនោះដែរដែលក្រោមការគ្រប់គ្រងពីមន្ត្រីបរិស្ថាននេះជាដើមដើម្បីឧត្តមប្រយោជន៍ជាតិសាសនាព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលកម្ពុជាអង្គភាពយើងស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺផងដែរដោយអង្គភាពយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋានឬបុគ្គលណាម្នាក់នោះឡើយក្រៅពីផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ